រដ្ឋមន្ត្រីបរិស្ថានខកចិត្តព្រោះចាប់បាននៅរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹងតែមន្ត្រីធ្វើការយឺតយ៉ាវខូចការធំឯកឧត្តមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានសម្ដែងនឹងការខកចិត្តក្រោយរកឃើញថាក្រុមហ៊ុនមួយបានបង្ហូរសំណល់រាវកខ្វក់ចូលប្រភពទឹកហើយបានយកសំណាកយកទៅវិភាគនៅក្រសួងប៉ុន្តែមន្ត្រីជំនាញបែរជាធ្វើការយឺតយ៉ាវជិតមួយសប្តាហ៍ទើបចេញលទ្ធផលស្របពេលដែលរោងចក្រដែលបានបំពុលទឹកនោះកែប្រែស្ថានភាពទាន់ពេលបំបត្តិផតាំងនៅទីតាំងជាក់ស្ដែងឯកឧត្តមអៀងសុផាឡែតបានគូបញ្ជាក់ថាចំពោះបញ្ហាបង្ហូរទឹករាវកខ្វក់ចូលទឹកធម្មជាតិក្រសួងនឹងអនុវត្តច្បាប់មិនមានការលើកលែងដាច់ខាតការធ្វើបែបនេះដើម្បីការពារសុខភាពពលរដ្ឋកម្ពុជាពីការបំពុលទឹកបណ្ដាលមកពីការគ្មានទំនួលខុសត្រូវពីឈ្មួញខិលខូចទន្ទឹមនឹងក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋត្រូវធ្វើការគិតពីសុខភាពពលរដ្ឋទើបជាមន្ត្រីក្រសួងបរិស្ថានខណៈនៅក្នុងនីតិកាលទី7គឺក្រសួងបរិស្ថានបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតទៅកាន់ក្រុមហ៊ុនណាដែលរកឃើញការលួចបង្ហូរសារធាតុរាវកខ្វក់ចូលក្នុងប្រភពទឹកធម្មជាតិឲ្យបានទាន់ពេលវេលាល្អឯកឧត្តមអៀងសុផាឡែតបង្ហាញការខកចិត្តយ៉ាងដូចនេះថាអ្វីដែលជាការខកចិត្តគឺចាប់បានហើយគ្រាន់តែឡាបូធ្វើតេស្តទឹកចង់មួយអាទិត្យមិនទាន់ចេញមិនដឹងមូលហេតុអីទ្រាំតែចេញមកទឹកថ្លាអស់ហើយមិនដឹងទៅចាប់អីទេមើលឡើងវិញអ្នកឯងធ្វើការដើម្បីបំរើប្រជាពលរដ្ឋ17លាននាក់អ្នកឯងមិនមែនធ្វើការដើម្បីបំរើផលប្រយោជន៍បុគ្គលម្នាក់ឯងទេថ្លែងពីលើវេទិកាកិច្ចប្រជុំលើកទី2គណៈកម្មាធិការអន្តរក្រសួងក្នុងការសម្របសម្រួលអនុវត្តគម្រោងស្ដីអំពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹកនៅរសៀលថ្ងៃទី11ខែមីនាឆ្នាំ2025នេះឯកឧត្តមបណ្ឌិតអៀងសុផាឡែតបានសង្កត់ធ្ងន់ថាក្នុងនាមជាមន្ត្រីជំនាញត្រូវយល់ច្បាស់ពីភាពបន្ទាន់ចំពោះករណីប្រជាពលរដ្ឋប្រើប្រាស់ទឹកដែលបង្ហូរចូលដោយសារធាតុពុលច្បាស់និងបង្កជាជំងឺដល់ពួកគាត់ជាមិនខានដូច្នេះអាយុជីវិតរបស់ប្រជាពលរដ្ឋសួរថាអស់លោកជាមន្ត្រីអង្គុយធ្វើការបន្ទប់ធ្វើការអស់លោកមិនដឹងនោះទេប៉ុន្តែឪពុកម្ដាយសាច់ញាតិទឹកភ្នែកឈឺចាប់ប៉ុណ្ណាទាំងលុយកាក់ទាំងក្រុមគ្រួសារទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានប្រាប់ទៅកាន់មន្ត្រីក្រសួងបរិស្ថានត្រូវដឹងខ្លួនថាខ្លួនមានតួនាទីធ្វើការដើម្បីបម្រើការពារសុខភាពពលរដ្ឋកម្ពុជាទូទាំងប្រទេសកម្ពុជាមិនមែនធ្វើការដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរហូតបណ្ដាលឲ្យប្រជាពលរដ្ឋគ្រោះថ្នាក់ដល់អាយុជីវិតឡើយឯកឧត្តមបណ្ឌិតអៀងសុផាឡែតក៏បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថាគិតមកទល់បច្ចុប្បន្ននេះក្រសួងរកឃើញថាក្រុមហ៊ុនមួយចំនួនបានបំពុលបរិស្ថានដោយក្នុងនោះក្រសួងបានណែនាំឲ្យរៀបចំអាងប្រព្រឹត្តកម្មសម្រាប់ក្រុមហ៊ុនដែលបំពុលតិចតួចនិងពិន័យក្រុមហ៊ុននឹងឈានដល់ការបិទទ្វារក្រុមហ៊ុនដែលបំពុលធ្ងន់ធ្ងររហូតដល់បណ្ដាលឲ្យជីវៈចម្រុះងាប់និងប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋកាលពីចុងខែកុម្ភៈឆ្នាំ2025ថ្មីនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានប្រមានមិនឲ្យមន្ត្រីនាយកដ្ឋានវាយតម្លៃផលប៉ះពាល់បរិស្ថានដែលយកទូនីតិការងារទៅយកលុយពីក្រុមហ៊ុននានាឡើយឯកឧត្តមបណ្ឌិតអៀងសុផាឡែតបានអះអាងថានៅក្នុងឆ្នាំទី1នេតិកាលទី7នៃរដ្ឋសភាឯកឧត្តមប្រមានបណ្ដេញមន្ត្រីដែលប្រព្រឹត្តកំហុសឆ្គងចំនួន5ដងចេញពីក្របខ័ណ្ឌក្រសួងប៉ុន្តែចូលដល់ឆ្នាំទី2លោកបានបណ្ដេញចេញរាល់មន្ត្រីណាដែលប្រព្រឹត្តកំហុសឆ្គងលើសពី3ដងចេញពីក្របខ័ណ្ឌក្រសួងបរិស្ថានឯកឧត្តមបណ្ឌិតអៀងសុផាឡែតក៏បានក្រើនរំលឹកដល់មន្ត្រីក្រសួងបរិស្ថានថាគុំដើម្បីតែលុយបន្តិចបន្តួចបានមកពីការសូកប៉ាន់របស់ក្រុមហ៊ុនខិលខូចមួយចំនួនដែលលួចបង្ហូរកាកសំណល់រាវចូលក្នុងប្រភពបំពុលទឹកបំពុលបរិស្ថានសុកចិត្តធ្មេចភ្នែកមិនមើលពលរដ្ឋរងគ្រោះថ្នាក់ពីការបំពុលប្រភពទឹករហូតប៉ះពាល់ដល់អាយុជីវិត